đây mình lại cứ đầy bỏ quất cứ chậm bạch vô vào đòi bằng phun đặc nè chỉ sai bằng phun ở ta bật tứ bằng phun mưa tới cái tháng phải chỉ ắt mình là máy mưa tới chậm bạch đợi đầy khi mình sram ấy chẳng hạn à bật ta tham bật chuyện sai việc cứ chia bật bay đi từ liêm từ lò rồi bỏ nè sọc nè phum chia bị xét cứ cha chang tại mà đòn cứ có chia từ lò rồi bỏ có đấy là tam phum tam khum tam đầm bón nè chẳng mình chậm bạch pra cho mùi năng sram đầy at anh năngคือtrong là gì chuyện sai cả bật tam đòn trong có bán su có đấy một một có tha chỉ tu tới cứ có thôi thành chân cái tứ bóng bóng ở cái này ở tam sọc sài trong cái cứ sờ bài một dạng đấy nơi bên đại dương miền cam bị thi bồn cam bị thi cá đó cô rồi xem nó cứ miền bóng bóng bị chia bớt chán và lục chui trong đêm xuống bóng bóng ở cái này đây cứ chỉ là cam một phiệp đại bóng bóng bị chia bớt và nơi hàngขนม khátกระปงฉนังคือบานโปรเปทีมงคลกาแต่ตามผมไปนี่ตำเลียมตำลบแล้วบอกกดบางคนขึ้นเจ๊แสดงยังคือจ่าคือกดกระปงแต่ไว้นมอย่างหยบได้หยบเชิงให้ประทำชมสุกดนี่คือจีกาไว้นมคือทานนมบอดบางคนทั้งนี้ปะไตแต่ตัวนึงขบวนแต่ตัวนึงฉบับตำลบนักคาở Việt Nam ní trong ắt lòng ắt tế bị buộc trong ắt đăng cho bà tế bằng bồn còn để thả trong bây giờ tiếp tục tiếng song pi ca samaki kia ở đầu bên nè phum hay ca chui kia mà đây mà chơi mà nè cứ cam thi tiếng môn cứ luôn bóng phân cặp bông tại chạy sải những cứ cột cặp bông tại Việt snow miền đôi chi ở ba miền sải ba miền có miền sặc chê miền ấy chẳng tới ba này cứ mơ tới bây giờ đây bóng bồn cứ nó bây giờ trong khi tập tiếp nứng trong chạp ram ở bây giờ bật khai dương có được chưa ở bộ bếp bật khai dương bà đại lục miền đồ vô có miền cam tiếp xem cứ promote ផ្ដុំគ្នាដើម្បីជួយគ្នានៅក្នុងការរៀបចំប្រតិនឹងចឹងទៅបើសិនជាខ្ញុំគិតថាខ្មែរយើងទូទាំងពិភពលោកក៏ជាទូទាំងប្រទេសកម្ពុជាគឺស្រឡាញ់រួមសាមគ្គីអញ្ចឹងគឺមិនដឹងជាល្អយ៉ាងណាទេបងប្អូនហើយនេះហើយបាទគឺជាសកម្មភាពផ្ទាល់ដែលពួកគាត់កំពុងតែរៀបចំដើម្បីវិច្ចនំធ្វើជាមួយនឹងកម្មវិធីអភិវិភានៅក្នុងថ្ងៃនេះអញ្ចឹងទៅបងប្អូនឃើញតែអ្នកខ្លះគឺគាត់ចាប់ស្ដាយអ្នកខ្លះគាត់ចាប់ជាមួយនឹងស្លឹកចេកអញ្ចឹងទៅហើយសប្បាយមែនទែនបងប្អូនបាទទោះបីជាពេលព្រឹកវាមានសភាពក្តៅយ៉ាងណាក្តីប៉ុន្តែពួកគាត់បានប្រមូលផ្ដុំគ្នាជាច្រើនដើម្បីជួយគ្នាទៅវិញទៅមកអញ្ចឹងមានន័យថានេះហើយគឺសពបញ្ជាក់ឲ្យឃើញអំពីការរួបរวมការស្រឡាញ់គ្នាការសាមគ្គីគ្នាជាធ្លុងមួយហើយដែលជាហេតុធ្វើឲ្យកម្មវិធីទាំងមូលគឺរលូនទៅមុខតែម្ដងបន្ទាប់ពីការវិច្ចហើយនឹងអ្នកខ្លះក៏គាត់បានវិច្ចជាមួយនឹងអានេះបើយើងមើលទៅជាក់ស្ដែងផែជាអាចនឹងនំចាំងឬក៏ជានំអន្សមអីបងប្អូនពីព្រោះបើយើងមើលទៅដូចជានំចាំងបងប្អូនបើខ្ញុំមើលមិនខុសទេបាទមានអង្គមានអីចឹងទៅហើយអ្នកខ្លះទៀតក៏គាត់បាទប្រាជ្ញគ្នានិយាយពីនេះពីនោះមើលទៅសប្បាយមែនទែនបងប្អូនវាគឺជាប្រពៃណីទំនៀមទម្លាប់ខ្មែរយើងតាំងពីបរមបុរាណដែលបានបន្តរហូតមកដល់បច្ចុប្បន្នបន្តដល់កូនដល់ចៅកូនចៅខ្មែរយើងចំនួនក្រោយរហូតមកដល់បច្ចុប្បន្នមានន័យថានៅពេលដែលគាត់មានរវល់នៅក្នុងការធ្វើពិធីបុណ្យទានផ្សេងៗគឺគាត់តែងតែប្រមូលផ្ដុំគ្នាដើម្បីជួយគ្នាម្ដាយមួយជើងម្នាក់ធ្វើឲ្យកម្មវិធីទាំងមូលគឺរលូនទៅមុខតែម្ដងមានក្មេងមានចាស់ប៉ុន្តែភាគច្រើនដូចបងប្អូនឃើញជាក់ស្ដែងអញ្ចឹងគឺទស្សនវិជ្ជាទាំងមូលគឺសិតតែចាស់ស្រីទេបាទដែលគាត់បានរៀបចំធ្វើនំធ្វើណែកដើម្បីត្រៀមទទួលភ្ញៀវនៅក្នុងការរៀបចំអាពាហ៍ពិពាហ៍នៅក្នុងថ្ងៃនេះផ្ទាល់តែម្ដងតើតងជាមួយនឹងនំនេះគឺជានំប្រពៃណីខ្មែរយើងគឺនំអន្សមនំបត់នំគោមសមជ្រូកសមជែកអីចឹងទៅខ្ញុំមិនដឹងថានៅតាមតំបន់ក៏ដូចជានៅតាមស្រុកស្រែចំការតាមខេត្តរបស់បងប្អូនគេហៅអីទេប៉ុន្តែនេះគឺជាទស្សនវិជ្ជាទាំងស្រុងរបស់អ៊ំដែលគាត់រស់នៅក្នុងខេត្តកំពង់ឆ្នាំងកំពុងតែរៀបចំវិច្ចនំសប្បាយមួយយ៉ាងដែរបងប្អូនណាជួបជុំគ្នាទៅប្រាជ្ញគ្នានិយាយគ្នាសប្បាយសើចលេងសើចចឹងទៅហើយដៃរបស់គាត់អត់តំណេទេបាទគឺអ្នកខ្លះចាប់អ្នកនោះទៅអ្នកខ្លះទៅចាប់ធ្វើនេះធ្វើនោះចឹងទៅបាទបងប្អូនឃើញហ្នឹងគឺសកម្មភាពមនុស្សច្រើនមែនតើហើយបន្ទាប់ពីវិច្ចនំវិច្ចអន្សមហើយហ្នឹងអ្នកខ្លះទៀតក៏ប្រមូលផ្ដុំគ្នាដើម្បីជួយគ្នាម្ដាយមួយជើងម្នាក់ណាបងប្អូនបាទនំនេះគឺខ្ញុំគិតថាជានំបត់ដែរពីព្រោះវិច្ចហើយគឺគេបានប្រមូលដាក់នៅក្នុងថាសមួយដើម្បីយកទៅស្ងោរឬក៏យកទៅចំហុយបងប្អូនបាទនេះអ៊ំស្រីគឺគាត់ម្នាក់ឯងបាទគាត់កំពុងតែញាប់ដៃញាប់ជើងនៅក្នុងការចងបន្ទាប់ពីនឹងមកអ្នកខ្លះទៀតក៏មានបងប្រុសម្នាក់គាត់យកជាមួយនឹងស្លឹកចេកមួយបាច់ធំដើម្បីឲ្យទៅកាន់អ៊ំស្រីចាស់បន្តវិច្ចចឹងទៅព្រោះស្លឹកចេកគឺដើរតួយ៉ាងសំខាន់បើសិនជាយើងអត់មានស្លឹកចេកទេគឺយើងអត់អាចវិច្ចបានទេបងប្អូនឃើញតុកខាងក្រោយទេអធិស្ឋានគឺកៅអីណាក
អីហ្នឹងគឺយប់ឡើងគឺជាថ្ងៃដែលគេបានប្រមូលផ្ដុំភ្ញៀវជាច្រើនដើម្បីមកទទួលទានអាហារជាពិសេសគឺដល់ពេលដល់ថ្ងៃដែលគេញ៉ាំការអញ្ចឹងតែម្ដងអញ្ចឹងមានន័យថាពីព្រឹកគឺគេដុតដៃដុតជើងបាទប្រមូលផ្ដុំគ្នាធ្វើម៉េចក៏ដោយរៀបចំឲ្យបានតាន់ភ្ញៀវមុនពេលដែលភ្ញៀវចូលមកពិសារអាហារពេលល្ងាចអញ្ចឹងតែម្ដងនេះគឺជាសកម្មភាពដោយផ្ទាល់បាទបងប្អូនឃើញអ៊ំស្រីម្នាក់គឺដៃរបស់គាត់គឺចំបាច់យកបណ្ដោយបងប្អូនអរគ្នាអធិស្ឋានបងប្អូនតាមពិតទៅបើបងប្អូនមើលទៅគឺថាប្រហែលជាអត់មានអនាម័យមើលទៅចំបាច់ដោយដៃគ្មានស្រោមដៃស្រោមអីចឹងណាប៉ុន្តែតាមពិតជាក់ស្ដែងវាគឺជាប្រពៃណីទលាមទលាប់របស់អ្នកស្រុកអ្នកភូមិជាពិសេសគឺចាស់ចាស់តែម្ដងគឺគាត់ជាទលាប់របស់គាត់ហើយនៅតាមភូមិតាមឃុំតាមតំបន់ណាអញ្ចឹងមិនចាំបាច់ប្រើជាមួយនឹងស្រោមដៃអីទេអាហ្នឹងគឺខ្ញុំនិយាយជាក់ស្ដែងការពិតតែម្ដងខ្ញុំក៏បានសួរគាត់ណាបងប្អូនគាត់ថាជាទូទៅគឺគាត់ធ្វើតែអញ្ចឹងឯណាបងប្អូនបាទហើយបន្តមកទៀតក៏មានជាមានន័យថាខាងស្ត្រីដែលល្បាក់ខ្ទង់អាយុគាត់30ជាងបាទគឺនេះបងប្អូនចាំបាច់ទៅឆ្ងល់ហើយនេះគឺផ្លែអីបាទនៅតាមសុខសាច់ចំការជាពិសេសនៅក្នុងប្រទេសកម្ពុជាយើងទាំងមូលគឺនរណាក៏ស្គាល់ដែរផ្លែហ្នឹងបាទផ្លែហ្នឹងគឺជាផ្លែត្នោតមែនតើទៅផ្លែត្នោតគឺជាផ្លែឈើមួយយ៉ាងដែលមានសារៈសំខាន់ខ្លាំងមែនទែននៅក្នុងស្រុកខ្មែររបស់យើងខ្ញុំមិនលម្អិតជាមួយនឹងគុណប្រយោជន៍នៃដើមត្នោតទេប៉ុន្តែនេះទស្សនវិជ្ជាទាំងស្រុងគឺជាការចិត្តផ្លែត្នោតមិនត្រឹមតែជាផ្លែឈើដែលយើងអាចច្នៃទៅជាបង្អែមអីបានទេប៉ុន្តែវាដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធ្វើជាម្ហូបនៅពេលដែលខ្ញុំបានសួរពួកគាត់ខ្ញុំសួរថាតើចិត្តផ្លែត្នោតធ្វើអីគាត់ក៏បានប្រាប់ខ្ញុំថាផ្លែត្នោតគឺនៅពេលដែលយើងកាត់ចាត់អីហើយគឺយើងយកទៅស្លកកូគឺឆ្ងាញ់មែនទែនបងប្អូនអរគ្នាហើយរហូតទៅដល់ខ្ញុំក៏រងចាំរហូតទៅដល់បានញ៉ាំសម្លកកូផ្លែត្នោតនេះគឺឆ្ងាញ់មែនទែនគាត់ស្លជាមួយនឹងសាច់3ជាន់លាយជាមួយនឹងត្រីជាមួយគឺឆ្ងាញ់មែនទែនបងប្អូនបាទគឺឆ្ងាញ់ខ្លាំងណាស់ហើយបន្ទាប់មកអាក្របនៅសល់ខ្ចីណាបងប្អូនគឺយើងអាចច្នៃយកទៅធ្វើជាបង្អែមយើងលាយជាមួយនឹងទឹកកកទឹកដោះគោហើយលាយជាមួយនឹងផ្លែឈើតិចតួចទៀតគឺឆ្ងាញ់តែម្ដងហើយនេះគឺសត្វថាជាបន្លែទាំងស្រុងដែលពួកគាត់ប្រមូលផ្ដុំគ្នាមានន័យថាពួកគាត់4-10នាក់ហ្នឹងគឺអ្នកខ្លះគាត់ចិត្តផ្លែត្នោតអ្នកខ្លះគាត់ចិត្តសណ្ដែកអ្នកខ្លះគាត់ចិត្តត្រាប់អីចឹងទៅពីព្រោះគាត់ធ្វើម្ហូបនេះគឺដើម្បីទទួលភ្ញៀវជាច្រើនបាទដែលគាត់នឹងមកជួយអញ្ចឹងមានន័យថាបន្ទាប់ពីជួយគ្នាហើយគឺសម្លឆ្អិនគឺផ្ដុំគ្នាដើម្បីញ៉ាំអាហារនឹងតែម្ដងមែនតើទៅសកម្មភាពនេះក៏ជាទស្សនវិជ្ជាទាំងស្រុងគឺសប្បាយមែនតើបងប្អូនខ្ញុំអង្គុយមើលពួកគាត់ដូចជាគ្មានទុកគ្មានកង្វល់អីទេគឺប្រមូលផ្ដុំគ្នាប្រាជ្ញគ្នាសើចសប្បាយរីករាយយ៉ាងមានក្តីសុខទីបំផុតបាទមកដល់មួយផ្នែកតូចទៀតគឺឃើញមានអ៊ំជាច្រើនបាទដែលគាត់កំពុងតែអង្គុយលើគ្រែវិចជាលក្ខណៈអន្សមបាទមានអន្សមជ្រូកអន្សមចេកអញ្ចឹងទៅធម្មតានៅពេលដែលមានពិធីបុណ្យពិធីការអីផ្សេងគឺគេមិនភ្លេចទេជាមួយនឹងមានន័យថាជាម្ហូបតាមតំបន់ឬក៏ជាម្ហូបឬក៏ជានំប្រពៃណីខ្មែរយើងបាទមាននំបត់នំគោមបាទនំជាលអន្សមជ្រូកអន្សមចេកអញ្ចឹងទៅបាទទាំងនេះហើយគឺជារបស់របរគឺជាកេរដំណែលដូនតាខ្មែរយើងដែលលោកបានបន្សល់ទុកតាំងពីសម័យបរមបុរាណមកបន្តរហូតមកដល់កូនខ្មែរចំនួនក្រោយមកដល់បច្ចុប្បន្នអញ្ចឹងទៅហើយនេះហើយបងប្អូនបាទគឺជាទស្សនវិជ្ជាទាំងស្រុងដែលពួកគាត់ចាប់ផ្ដើមធ្វើហើយបងប្អូនឃើញអុសនឹងឯងអុសគឺអ្នកខ្លះគាត់ឆ្ងល់ថាហាក់មិនបានចាំកាប់អុសអីដាក់គោអញ្ចឹងតាមពិតអុសនេះដោយសារតែគេត្រូវដុតដើម្បីធ្វើជាម្ហូបជាអាហារអញ្ចឹងហើយបានជាគេរៀបចំទុកមុនបើសិនជាភ្លាមយើងអត់អាចរៀបចំបានទេបងប្អូនពីព្រោះគឺបងប្អូនដឹងស្រាប់ហើយកាលណាយើងរវល់ធ្វើពិធីបុណ្យផ្សេងគឺរវល់ខ្លាំងមែនទែនដូច្នេះហើយបានគេត្រូវរៀបចំទុកដាក់ឲ្យបាន2ថ្ងៃទៅ3ថ្ងៃមុនមានន័យថាយើងរៀបចំទុកដាក់បានមុនកាន់តែយូរគឺពិធីរបស់យើងទាំងមូលគឺកាន់តែងាយស្រួលបងប្អូនឃើញនេះជាក់ស្ដែងគឺមានផ្ទះថ្នោតធំមួយរួមទាំងអស់ហើយភ្លើងកំពុងតែឆេះយ៉ាងច្រើនហើយផ្ទះនេះបើតាមខ្ញុំសួរចាស់គឺជាផ្ទះដែលពួកគាត់នឹងស្ងោរនំស្ងោរសមដែលពួកគាត់កំពុងតែវិញចឹងទៅបងប្អូនពីមួយយ៉ាងដែរបងប្អូនបាទនៅតាមសុខសាចំការបើទៅតាមទីក្រុងតាមអីវិញខ្ញុំគិតថាអត់រួបរวมសហការគ្នាអត់សហការរួមសាមគ្គីគ្នាអញ្ចឹងទេពីព្រោះនៅតាមទីក្រុង
បើយើងនិយាយទៅគឺផ្ទះចិត្តគ្នាក៏ពិតមែនប៉ុន្តែអត់ស្គាល់គ្នាទេណាបងប្អូនណាបើនៅតាមសុខសាចំការម្យ៉ាងណាបងប្អូនបាទមានម្ហូបមានអីចឹងទៅហុចឲ្យគ្នាមួយចានម្នាក់ហើយជាពិសេសគឺតាកតងជាមួយនឹងពិធីផ្សេងហ្នឹងតែម្ដងគឺដឹងថាមកជួយគ្នាឲ្យបងប្អូនបាទត្រៀមតែម្ហូបត្រៀមតែអាហារដើម្បីទទួលពួកគាត់ទៅពីព្រោះគាត់មកគឺគាត់ជួយតែម្ដងមានតែគាត់ជួយដោយអត់យកប្រាក់ឈ្នួលទេគឺមានន័យថាម្ដងម្នាក់មានតែម្ដងគេម្ដងយើងថ្ងៃនេះកម្មវិធីយើងថ្ងៃក្រោយឬក៏ខែក្រោយអាចនឹងកម្មវិធីអ្នកផ្សេងអញ្ចឹងវាគឺជាប្រពៃណីទិលមានទម្លាប់មួយដែលពួកគាត់ជួយគ្នាទៅវិញទៅមកនៅក្នុងការប្រពៃពិធីផ្សេងអញ្ចឹងទៅចានឆ្នាំងចានក្បានជាមួយនឹងទឹកអីហ្នឹងគឺគេរៀបចំទុកដាក់បានមុនហើយបងប្អូនអរគ្នាល្អមែនទែនបាទការរួបរวมសាមគ្គីការជួយគ្នាទៅវិញទៅមកគឺជារឿងរ៉ាវមួយដែលល្អមែនទែនបាទដែលខ្ញុំចង់ឲ្យបងប្អូនខ្មែរយើងទូទាំងពិភពលោកបាទរួបរวมសាមគ្គីជាធ្លុងមួយបាទស្រឡាញ់ពូជសាសន៍ខ្មែរគ្នាឯងទៅបងប្អូនបាទនេះមួយចានដៃធំគឺជាអង្គដែលពួកគាត់បានត្រាំហើយមានន័យថាពួកគាត់នេះគឺខាងនេះគឺកំពុងតែវិចនំដូចជាវិចអន្សមមានអន្សមចេញអន្សមជ្រូកបងប្អូនគ្នាដែលធ្វើដើម្បីចាំទទួលភ្ញៀវអញ្ចឹងទៅល្អដែរបងប្អូនបាទឃើញពួកគាត់មកជុំគ្នាហើយប្រាជ្ញសបាយសើចបាទមានរឿងមួយទៅរឿងមួយអញ្ចឹងទៅហើយនៅពេលដែរស្ងោរឆ្អិនរៀបចំឆ្អិនអីឆ្អិនអញ្ចឹងទៅក៏ចែកគ្នាហូបយ៉ាងសบายរីករាយជាទីបំផុតនេះគឺជាបរិបទសង្គមមួយដែលសបញ្ជាក់ឲ្យឃើញអំពីការរួបរวมសាមគ្គីនៅក្នុងភូមិក្នុងស្រុកបែបតាមតំបន់តាមសុខសាចំការដែលពួកគាត់ជួយគ្នាទៅវិញទៅមកមិនថាពិធីការមិនថាពិធីបុណ្យនិយាយរួមឲ្យតែផ្ទះណាមួយដែលប្រពៃពិធីផ្សេងៗគឺពួកគាត់តែងតែមកជួយគ្នាអរគុណសម្រាប់ការទស្សនាវីដេអូនេះគ្រប់ជូនពរបងប្អូនទាំងអស់គ្នាឲ្យជួបប្រទះថែសេចក្តីសុខសេចក្តីចម្រើនក៏ដូចជាមានលៀបមានជោគមានជ័យគ្រប់ក្រុមគ្រួសារបាទខ្ញុំបាទហនឌីណាសូមគោរពលា